អភិបាលស្រុកទឹកឈូនាំយកអំណោយរបស់លោកអភិបាលខេត្តកំពតចូលសួរសុខទុក្ខលោកស៊ុនច័ន្ទដុកវីរៈកងទ័ពជួរមុខដែលកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីលោកអឹមច័ន្ទសោធនអភិបាលស្រុកទឹកឈូនិងលោកស្រីតាន់កឹមហុងប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍស្រុកនៅថ្ងៃទី12ខែតុលាឆ្នាំ2025នេះបានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់លោកអភិបាលខេត្តកំពតផ្ដល់ជូនដល់វីរៈកងទ័ពជួរមុខអនុសេនីយ៍ត្រីស៊ុនច័ន្ទដុកភេទប្រុសអាយុ56ឆ្នាំដែលមានអាស័យដ្ឋានរស់នៅក្នុងស្រុកទឹកឈូខេត្តកំពតអត្តលេខ20 61 34នៅអង្គភាពកងអន្តរាគមន៍លេខ3ជើងគោកឈរជើងនៅតំបន់មុំ3បានរងរបួសនៅពេលដែលប្រយុទ្ធគ្នាជាមួយនឹងកងទ័ពសៀមនៅមុំ3កាលពីថ្ងៃទី27ខែកក្កដាឆ្នាំ2025បានរងរបួសធ្ងន់ធ្ងរនិងបានកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីនៃរាជធានីភ្នំពេញក្នុងឱកាសនោះលោកអភិបាលស្រុកទឹកឈូបានពំនាំនៅការនឹករលឹកនិងការផ្ដាំផ្ញើសួរសុខទុក្ខនិងយកចិត្តទុកដាក់ខ្ពស់ពីលោកបណ្ឌិតម៉ៅធនិនអភិបាលខេត្តកំពតដែលលោកតែងតែគិតគូរអំពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននៅទូទាំងភូមិសាស្ត្រខេត្តកំពតដោយមិនប្រកាន់និន្នាការអ្វីនោះឡើយលោកអភិបាលស្រុកក៏បានបន្តទៀតថាអំណោយដែលបានផ្ដល់ជូនវីរៈកងទ័ពខាងលើរួមមានអង្ករចំនួន100គីឡូក្រាមនិងថវិកាចំនួន1លានរៀល